តោះបងប្អូនថ្ងៃនេះយើងមករៀនពី time and date ទាក់ទងនឹងម៉ោងនិងពេលថ្ងៃខែបាទអញ្ចឹងក្នុងនោះទាក់ទងនឹងប្រយោគទី1របស់យើង What day is it today ដែលជាភាសាចិនអានថា今天星期几今天星期几តើថ្ងៃនេះគឺជាថ្ងៃអ្វីអញ្ចឹងទាក់ទងនឹងប្រយោគទី2របស់យើង I will go to Beijing tomorrow. I will go to Beijing tomorrow. 我明天去北京。我明天去北京ខ្ញុំនឹងទៅទីក្រុងប៉េជីងនៅប្រទេសចិនហ្នឹងគឺថ្ងៃស្អែកបាទបន្តមកទៀត What time is it now? 现在几点现在几点តើឥឡូវនេះម៉ោងប្រហែលហើយបាទអញ្ចឹងមួយទៀត He get up at 6 in the morning. He get up at 6 in the morning. 他早上6点起床他早上7点起床គាត់ក្រោកនៅម៉ោង6ព្រឹកបាទហើយមួយទៀត I watch TV in the evening. I watch TV in the evening.我晚上看电视我晚上看电视អញ្ចឹងខ្ញុំមើលទូទាត់នៅពេលល្ងាចបាទយើងមានតែប៉ុណ្្នឹងបាទសូមអរគុណ